រដ្ឋបាលខេត្តតាកែវប្រារព្ធពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីកន្លងទៅនេះរដ្ឋបាលខេត្តតាកែវបានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅសួនច្បារមាត់បឹងតាកែវក្រុងដូនកែវដើម្បីអបអរសាទរខួបគម្រប់ព្រះជន្ម72ព្រះវស្សាយាងចូល73ព្រះវស្សាឯកឧត្តមអ៊ុនវណ្ណាសមាជិកក្រុមប្រឹក្សាខេត្តនិងឯកឧត្តមវៃសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ត្រីរាជការតាមមន្ទីរអង្គភាពក្រុងស្រុកឃុំសង្កាត់ព្រមទាំងយុវជនសិស្សានុសិស្សយ៉ាងច្រើនកុះករនាឱកាសនោះឯកឧត្តមវៃសំណាងអភិបាលខេត្តបានអានសារលិខិតថ្វាយព្រះពររបស់រដ្ឋបាលខេត្តថាការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មស្របតាមព្រះរាជប្រវេណីពីបុរាណដោយចាត់ទុកព្រះរាជពិធីនេះជាអាយុវឌ្ឍនមង្គលមួយដើម្បីសម្ដែងនៅកតញ្ញូតាធម៌ចំពោះព្រះមហាក្សត្រព្រមទាំងថ្វាយព្រះពរសពសាធុការនិងថ្វាយព្រះរាជកុសលជាទីគោរពសក្ការៈដើម្បីគង់ប្រថាប់ក្នុងព្រះបរមសារីរាជសម្បត្តិដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្ត្រយូរអង្វែងតរៀងទៅឯកឧត្តមអភិបាលខេត្តបានបន្តថាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនរោត្តមសីហមុនីគម្រប់ព្រះជន្ម72យាងចូល73ព្រះវស្សានិងប្រព្រឹត្តទៅនៅថ្ងៃពុធ300ខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី14ខែឧសភាឆ្នាំ2025ក្នុងនាមថ្នាក់ដឹកនាំខេត្តតាកែវព្រមទាំងមន្ត្រីរាជការក្រមអាវ៉ាតនិងប្រជាពលរដ្ឋទូទាំងខេត្តសូមក្រាបបង្គំសម្ដែងថ្វាយនៅអំណរគុណព្រមទាំងគិវរកិច្ចប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈដែលព្រះអង្គតែងយកអស់កម្លាំងព្រះកាយពលនិងព្រះបញ្ញាញាណបំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជារាស្ត្រប្រកបដោយស្វាមីភក្តិដ៏ឧត្តមឧត្តមបំផុតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យរីកចម្រើនថ្កុំថ្កើងរុងរឿងជានិរន្តរ៍